សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ភាពបន្តសេនេស៊ូឥឡូវកាន់តែខូចនិងកាន់តែរពើជាងមុននៅពេលដែលឃើញអ្នកសកលស្អាតនិយាយទៅដេញលេងជាមួយគេនិងតាមបលែងជាមួយគេរហូតសូម្បីតែឋានជារោមកខាត់ថាកុំឲ្យលេងជាមួយប្អូនរបស់គេច្រើនពេកក៏អត់ស្ដាប់ដែរថែមទាំងនិយាយយកចិត្តឋានជារោទៀតចំណែកអាក្បាលជ្រូកអង្គុយលេងខាងក្រៅតែឯងពេលនោះយាយចាស់ក៏យកខោអាវមកមួយឈុតនិងប្រាប់ថាចង់ផ្លាស់ប្ដូរអត់ព្រោះថាខោអាវរៀងរហែកនិងចាស់អស់ហើយធ្វើឲ្យអាក្បាលជ្រូករៀងរំភើបចិត្តបន្តិចព្រោះថាកន្លងមកមិនដែលមានអ្នកណាធ្វើល្អដាក់គាត់ទេការពិវៈមុនផ្លេចវិជ្ជៈ5អ្នកនរគ្នាផ្ទះនឹងដោយសារតែមានការជួយពី Demon Slayer ជាការសងគុណមិនថា Demon Slayer មកពីទីចិត្តឬក៏ទីឆ្ងាយទេគាត់នឹងរៀបចំឲ្យស្នាក់នៅនិងអាហារប៉និតឲ្យញ៉ាំក្អែករបស់ឋានជារោមកប្រាប់ថាមាន Demon Slayer មួយចំនួនទៅកំចាត់បិសាចនៅភ្នំ Matagumo ដូច្នេះសូមឲ្យអ្នកទាំង3ទៅជួយផងការស៊ីឆ្ងាញ់ដេកស្រួលក៏ត្រូវបានបញ្ចប់លាម្ចាស់ផ្ទះហើយអ្នកទាំង3ក៏ធ្វើដំណើរចាកចេញទៅនៅតាមផ្លូវពួកគេដើរផងរត់ផងនិងជជែកគ្នាលេងយ៉ាងសប្បាយរីករាយឥឡូវនេះទុកថាគ្រាន់បើដែរឋានជារោតាំងពីបែកបាក់គ្រួសារឥឡូវនេះមានមិត្តភ័ក្តិអត់សូវអបសោកដូចមុនទេយ៉ាងហោចណាស់ក៏មានដៃគូដែរតាំងពីថ្ងៃរហូតយប់ក៏បានមកដល់ភ្នំបិសាចសេនេស៊ូហៅអាក្បាលលឿងនឹងចាប់ដើមទុនជង្គង់ព្រោះតែខ្លាចបិសាចអត់ហ៊ានចូលទៅក្នុងភ្នំនឹងទេភ្លាមនោះមាន Demon Slayer ម្នាក់ស្រែកហៅឲ្យជួយអាស៊ីបារ៉ានិងឋានជារោក៏រត់មកមើលប៉ុន្តែមានអ្វីម្យ៉ាងទាញ Demon Slayer នឹងចូលទៅក្នុងព្រៃវិញបាត់អាស៊ីបារ៉ានិងឋានជារោក៏រត់មកមើលក្នុងព្រៃលើកលែងតែអាក្បាលលឿងខ្លាចជាងគេគឺថាអត់ហ៊ានចូលទេនៅចាំខាងក្រៅភ្លាមនោះឋានជារោឃើញ Demon Slayer ម្នាក់មកសួរនាំហើយនឹងណែនាំខ្លួនថាខ្ញុំឈ្មោះឋានជារោនៅរ៉េមីស៊ូណាតូDemon Slayer ម្នាក់នេះនិយាយថារ៉េមីស៊ូណាតូមកគឺអត់ប្រយោជន៍ទេអាយ៉ាមានន័យថាបិសាចហ្នឹងគឺខ្លាំងចំណែកអាស៊ីបារ៉ាវិញមកអត់សួរនាំអីទេក៏ដាក់អប៉ែតនឹងម្ដាយម៉ាំងកន្លែងហ្នឹងសូមនិយាយអំពីរ៉េបន្តិចអ្នកនរគ្នាហើយខ្ញុំក៏អត់ច្បាស់ 100% ដែរបើសិនជាបកស្រាយទៅខុសសូមអធិស្ឋានផងនៅក្នុង Demon Slayer គេបែងចែករ៉េជា2ទី1 Demon Slayer Corp ហ្នឹងហើយនិងទី2 Asiraដូចជាពួកឋានជារោហើយនឹងមិត្តភ័ក្តិរបស់គាត់ដែលទៅប្រឡងជាប់អីហ្នឹងអាហ្នឹងនៅក្នុង Demon Slayer Corp ហើយគាត់នៅក្នុង rank Mizunoto ដែលជា rank តូចជាងគេបំផុតហើយ rank របស់ពួកគាត់ហ្នឹងមានចំនួន10បើសិនជាពួកគាត់មានសមត្ថភាពកាន់តែខ្លាំងឡើងអញ្ចឹងគាត់អាចឡើង rank មករហូតខាងលើប៉ុន្តែផ្ទុយមកវិញខាងហាស៊ីរ៉ានេះគឺជាអ្នកដែលខ្លាំងបំផុតហើយក្នុងចំណោមអ្នកដែលខ្លាំងបំផុតហ្នឹងមានអ្នកខ្លាំងតគ្នាច្រើនទៀតហើយអត់មានរ៉េងអីទៀតទេគ្រាន់តែអ្នកខ្លាំងជាងគេជាប់លេខតិចជាងគេអញ្ចឹងទៅដូចជាគ្រូរបស់ឋានជារោហើយនិងគ្រូរបស់អាក្បាលលឿងអីហ្នឹងគឺថានៅខាងហាស៊ីរ៉ាប៉ុន្តែមានហេរ៉ូមួយចំនួនភាគច្រើនគឺពួកគាត់ចូលនិវត្តន៍អស់ហើយពួកគាត់អត់នៅធ្វើការក្នុងនឹងទៀតទេតើតើនឹងរ៉េងលើក្រោយអាចនឹងនិយាយលម្អិតជាងហ្នឹងឥឡូវយើងចូលមកសាច់រឿងរបស់យើងវិញហេរ៉ូម្នាក់នេះរៀបរាប់ថាដំបងឡើយពួកគេចូលមកមួយក្រុមប៉ុន្តែសុកមិនដឹងថាកើតអីពួកគេក៏ចាប់ដើមកាប់សម្លាប់គ្នាឯងលើកលែងតែគាត់មួយដែលមិនអីសាច់រឿងកើតមកដល់បរិសម្នាក់ដែលគាត់នេះហើយគឺជាអ្នកគ្រប់គ្រង Demon Slayer ទាំងអស់តែម្ដងដោយសារ Demon Slayer ទៅកម្ចាត់3សាច់ហ្នឹងទទួលបរាជ័យច្រើនពេកគាត់គិតថានៅទីនោះប្រហែលជាមាន Belkisuki ដែលជាកូនចៅខ្លាំងរបស់ Musa នឹងឯងក៏បញ្ជូន Demon Slayer 50 2នាក់ដែលម្នាក់ឈ្មោះថា Chiyu ដែលជាសិស្សច្បងរបស់ឋានជារោនឹងឯងយើងធ្លាប់ឃើញកាលពីភាគ1និងម្នាក់ទៀតស្រីឈ្មោះថា Shinobu យើងទើបតែឃើញគាត់លើកទី1ទេចំណែក Senesu អង្គុយសេលម្នាក់ឯងដោយសារតែមិត្តភ័ក្តិចូលទៅខាងក្នុងអស់ហើយពេលនោះសត្វចាមរបស់គេក៏មកខំដោយសារម្ចាស់កំសាកពេក Senesu អង្គុយពិបាកចិត្តរឿង Nezukoស្អាតខ្ជូតគួរឲ្យស្រឡាញ់ប៉ុន្តែខ្លាចជា Demon ទើបគេនឹកឃើញថាឋានជារោក៏នាំ Nezuko ចូលទៅខាងក្នុងដែរដោយសារបារម្ភអំពី Nezuko ពេកក៏សុកចិត្តចូលព្រៃទាំងភ័យខ្លាចចំណែកក្រុមរបស់ឋានជារោបានជួបនឹងក្រុម Demon Slayer ដែលមើលទៅដូចជាខ្មោចឆៅចូលមកកាប់ពួកគេយកមកダメだ生きてるまだ生きてる人も混ぜてるそれに仲間の亡骸を傷つけるわけにはいかないបន្តិចក្រោយមកទៅពួកគេដឹងថា Demon Slayer ទាំងអស់ត្រូវបានបញ្ជាដោយអំបោះពីងពីងប៉ុន្តែទោះបីជាកាត់ដាច់រយៈពេលតែមួយផ្លែតក៏វាបញ្ជាវិញបានដដែលហ្នឹងមានបិសាចម្នាក់ដើរមកក្នុងសភាពស្ងប់ស្ងាត់ប្រាប់ទៅក្រុមឋានជារោថាកុំមករំខានគ្រួសាររបស់គេឲ្យសោះបើមិនចង់ស្លាប់អាស៊ីបារ៉ាហត់ទៅកាប់តែកាប់អត់ដល់អាបិសាចហ្នឹងក៏ដើរចេញទៅដោយសារតែពិបាកទប់ទល់បិសាចនៅតែប្រើអំបោះពីងពីងគ្រប់ក្រុម Demon Slayer ដដែលដូច្នេះពួកគេត្រូវតែរកអ្នកបញ្ជានឹងឲ្យឃើញសិនយើងឃើញថាអាស៊ីបារ៉ាគាត់ក៏មានសមត្ថភាពពិសេសដែរប្រើប្រាស់ផ្លូវដង្ហើមតម្រង់ទី7គាត់អាចមើលឃើញអំពីលំហនៅជុំវិញខ្លួនរបស់គាត់ទាំងអស់ហើយទីបំផុតគាត់ក៏រកឃើញបិសាចដែលជាអ្នកគ្រប់គ្រងអំបោះពេញពីងទាំងអស់ហ្នឹង Demon Slayer ម្នាក់ត្រូវទប់ទល់នៅទីនេះអ្នកទាំងពីរត្រូវទៅកម្ចាត់បិសាចដែលជាអ្នកបញ្ជានឹងចោល
អ្នកទាំងពីររត់មកអត់ទាន់ដល់មេបិសាចផងក៏ជួបនឹង Demon Slayer មកក្រុមទៀត Demon Slayer ខ្លះស្លាប់ហើយនឹងអ្នកខ្លះទៀតនៅរស់នៅឡើយទេប៉ុន្តែបិសាចនឹងក៏ប្រើខ្សែពេញពីនឹងកាច់បំបាក់ក Demon Slayer ចោលទាំងអស់សាច់រឿងការបដល់ Zenitsu បន្តិចចូលមកក្នុងព្រៃរកអ្នកទាំង3អត់ឃើញក៏អង្គុយយំនឹងពិបាកចិត្តខ្លាំងមែនទែនមិនដឹងតែគ្នារបស់ពួកគេនឹងទៅដល់ណាអស់ចំណែកថានជីរ៉ូនិងអាក្បាជ្រូកឯនេះវិញអត់ទាន់ដល់មេបិសាចទេក៏ជួបនឹងបិសាចដ៏ធំមួយដែលបញ្ជាដោយអំបោះពេញពីងនឹងដូចគ្នាអាស៊ីបេរ៉ាដែលសារតែចិត្តក្តៅជំរុញឲ្យចិត្តឆៅចូលទៅវាយស្លយយកហ្មងប៊ីនឹងងាប់តែសំណាងល្អថានជីរ៉ូក៏ជួយទាន់ហើយពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមចាត់ការបិសាចនឹងអ្នកទាំងពីរសហការគ្នាបានយ៉ាងល្អហើយក៏កំចាប់អាបិសាចនឹងបានយ៉ាងដៃគូទៅរកមកគេអាក្បាជ្រូកបោះឋានចរោឡើងទៅលើហើយក៏បានឃើញបិសាចឋានចរោក៏ហត់ទៅកាប់យកហ្មងបិសាចស្រីនឹងអត់កិច្ចហើយក៏សុកចិត្តស្លាប់ដើម្បីឲ្យផុតទុក្ខតាមពិតទៅគាត់អត់ចង់ស្លាប់មនុស្សទេដោយសារតែប្តីរបស់គាត់បង្ខំបើសិនជាមិនស្លាប់មនុស្សប្តីរបស់គាត់នឹងវាយធ្វើបាបគាត់ចំណែកសិនស៊ូនេះវិញកំពុងតែដើរនៅក្នុងព្រៃម្នាក់ឯងក៏បានជួបនឹងបិសាចមួយក្នុងតម្រង់ក្បាលមនុស្សខ្លួនជាពេញពីងដែលមើលទៅគួរឲ្យខ្លាចមែនទែនប្រកាសណាស់ចាំកាលទៀតសិនស៊ូគឺថាដាក់មេប្រូចនឹងឯងបន្ទាប់ពីរត់ចង់ដាច់ជើងចោលក៏បានមកដល់កន្លែងមួយទៀតដែលមើលទៅគួរឲ្យខ្លាចមែនទែនព្រោះថា Demon Slayer មួយចំនួនត្រូវបានចងព្យួរនិងជួបបិសាចពេញពីងមួយដ៏ធំសិនស៊ូចង់រត់ទៀតតែបិសាចនឹងក៏ប្រាប់ថាឯងរស់មិនយូរទេព្រោះថាត្រូវពឹសហើយសិនស៊ូមើលដៃទៅក៏មានពេញពីងខាំប៉ុន្តែអត់ដឹងថាខាំតាំងពីពេលណាពេញពីងតូចៗក្នុងទម្រង់ជាក្បាលមនុស្សមកកាន់តែច្រើនមែនទែនសិនស៊ូខ្លាចពេកក៏រត់ទៅពន្ធនៅលើដើមឈើមួយគេក៏សម័យការដែលវឹកហាត់ក្បាច់គុនជាមួយនឹងគ្រូរបស់គេឲ្យតែគេភ័យខ្លាចគឺដឹងតែរត់ពន្ធលើដើមឈើហើយលោកគ្រូហៅចុះមកដីយ៉ាងណាក៏ហៅអត់ចុះដែរដំបូងឡើយសិនស៊ូសក់ខ្មៅធម្មតាទេដោយសារតែពន្ធនៅលើដើមឈើស្រាប់តែរន្ទះបាញ់ក៏បានបដូរពណ៌សក់មកអញ្ចឹងហ្មងតាមមើលសិនស៊ូក៏ប្រហែលជាមិនធម្មតាដែរអ្នកនរគ្នាដោយសារតែគ្រូរបស់គាត់នឹងស្អាតតែជាអ្នកខ្លាំងហើយរទះបាញ់អត់ងាប់ផងនឹងមកខ្លាចអីពេញពីងប៉ុណ្ណឹងសិនស៊ូដោយសារតែភ័យខ្លាំងពេកក៏សន្លប់បាត់ហើយពេលហ្នឹងឲ្យតែសន្លប់គឺដឹងតែខ្លាំងហើយអ្នកនរគ្នាយើងធ្លាប់ឃើញលើកមុនម្ដងហើយこれでこいつもなんだសិនស៊ូសម្លាប់បិសាចតូចៗនឹងចោលទាំងអស់ហើយក៏ប្រើល្បឿនយ៉ាងលឿនទៅសម្លាប់អាមេគេចោលមួយទៀតតែដោយសារតែគាត់ត្រូវពឹសក៏សន្លប់នៅកន្លែងនឹងហ្មងទៅហើយសត្វចាបរបស់គាត់ក៏ហើរចេញប្រហែលជាទៅរកជំនួយចំណែកអាស៊ីបារ៉ានិងឋានជីរ៉ូកំពុងតែដើរនៅក្នុងព្រៃជ្រៅក្បែរស្ទឹងមួយកន្លែងពេលហ្នឹងក៏មានបិសាចដ៏ធំមួយហក់មកវាយពួកគេឋានជីរ៉ូក៏ប្រើក្បាច់ដើរទឹករបស់គាត់ប៉ុន្តែកាត់បិសាចហ្នឹងអត់មុតសោះមានន័យថាបិសាចហ្នឹងកាន់តែសាហាវហើយសម្រាប់ឋានជីរ៉ូលើកទី1ហើយដែលកាត់បិសាចអត់មុតអញ្ចឹងបិសាចពេញពីងដ៏ធំមួយហ្នឹងដេញវាយអាស៊ីបារ៉ាឋានជីរ៉ូក៏កាត់ដើមឈើដ៏ធំមួយបលុំកាន់វាឃើញអាបិសាចដ៏ធំមួយនឹងកំពុងតែជាប់ក្រោមដើមឈើអញ្ចឹងក៏ចង់ហក់ទៅកាប់ប៉ុន្តែមានណាបិសាចនោះក៏ងើបរួចដាក់មកដើមឈើប៉ាំងឡើងចម្ងាយណាស់ណីហើយក៏ស្រែកប្រាប់អ៊ីនស៊ុកអាស៊ីបារ៉ាថាកុំស្លាប់ឲ្យសោះចាំគាត់ត្រឡប់មកវិញហើយក៏ផ្ដាំថាអាមួយនឹងគឺជាអ្នកខ្លាំងក្នុងចំណោមទាំង12នាក់នៃកូនចៅរបស់មូសានអាក្បាជ្រូកក៏ត្រូវប្រឈមមុខជាមួយនឹងបិសាចនឹងម្នាក់ឯងចំណែកសិនស៊ូមានហេរ៉ូខ្លាំងម្នាក់មកជួយមើលទៅគាត់ប្រហែលជាមិនអីទេឋានជីរ៉ូវិញធ្លាក់មកចំកន្លែងបិសាច2នាក់និងមាន Demon Slayer ម្នាក់ទៀតចង់សម្លាប់អាបិសាចនឹងដោយសារតែឃើញបិសាចនឹងតូចមានណាហក់ចូលមកក៏ត្រូវមកសបុកពេញពីងដាច់ខ្លួនស្លាប់បាត់ឋានជីរ៉ូគិតដល់អាក្បាជ្រូកមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេនៅប្រឈមមុខជាមួយអាបិសាចនឹងម្នាក់ឯងបើសិនជាគាត់អាចសម្លាប់បិសាចនឹងបានប្រហែលជាឆាប់បានទៅជួយអាក្បាជ្រូកចំណែកអាក្បាជ្រូកវិញនៅតែក្លាហានអញ្ចឹងបដូរផ្ដាច់វាយគ្នាជាមួយអាបិសាចនឹងហក់កាប់យករហូតវាដាច់ដៃមកខាងហើយអាបិសាចនឹងនៅពេលដែលដាច់ដៃអញ្ចឹងក៏រត់គេចខ្លួនបានអាក្បាជ្រូកឃើញវារត់ក៏ដេញតាមតែមានណាវាដោះដៃវិញថែមទាំងប្រែកលាខ្លួនឲ្យកាន់តែខ្លាំងមួយតង់ទៀតហើយពេលហ្នឹងអាក្បាជ្រូកធ្វើអីអត់កើតសំបីតែបន្តិចដែលក៏ត្រូវបាក់នឹងអាបិសាចហ្នឹងចាប់ច្របាច់កប៊ីនឹងស្លាប់
អាក្បាជ្រូកមើលទៅចង់ដាច់ខ្យល់ហើយតែសំណាងល្អមីយូដែលជាសិស្សច្បងរបស់ឋានជីរ៉ូនឹងមកជួយទាន់水の呼吸死の型打ち潮 បន្ទាប់មកប្រាក់ក្បាច់ដើរទឹកមួយប្រភេទផ្នែកសោះកាត់បិសាចនឹងដាច់អស់ពី3កំណាត់ជុំមីយូខ្លាំងជុំហើយអាក្បាជ្រូកក៏គិតថាចប់ពេលនេះមកពីណាអត់ដែលឃើញណាខ្លាំងដល់ម្លឹងសោះពេលគេជួយអញ្ចឹងអត់មានបានអរកូនគេទេថែមទាំងបបួលគេវាយគ្នាទៀតព្រោះគេគិតថាបើសិនជាផ្ដួលអាពេលនឹងបានគេប្រកាសជាខ្លាចជាអ្នកខ្លាំងដែរហើយចំណែកមីយូជាមនុស្សអត់សូវចូលចិត្តនិយាយច្រើនទេតបវិញតែប្រមាណម៉ាត់ទេតែចប់ប្រាប់ថាទៅវឹកហាត់សិនទៅអាឡងងតែសារអាក្បាជូករញ៉េរញ៉ៃពេកមីយូក៏ចាប់ចងពយួរចោលចំណែកឋានជីរ៉ូវិញវាយជាមួយអា3សាយតូចនឹងពិបាកយកតែមែនតែនសំបីតែអំបោះវានឹងក៏កាត់អត់ដាច់ដែរថែមទាំងត្រូវដាច់ដែរខ្លួនឯងទៀតអា3សាយនឹងក៏បង្ហាញភ្នែកឲ្យមើលមានលេខរៀងទី5ក្នុងចំណោម3សាយខ្លាំងទាំង12នាក់3សាយនឹងក៏ចាប់នេសកោយកទៅចងព្យួរនៅខាងលើហើយឋានជីរ៉ូទោះបីជាខំវាយយ៉ាងណាក៏វាយអត់ឈ្នះដែរទោះបីជាកាប់កត្រូវក៏កាប់អត់មុតដដែលឬសូពើងដោយកាប់ដៃអញ្ចឹងឋានជីរ៉ូដោយសារតែអាណិតប្អូនស្រីពេកក៏ខំតស៊ូគ្រប់បែបយ៉ាង水よまだ回転が足りないさっきの糸とはまるで違う匂いだ冴えた跳ね返りが来るそうしたら俺はしばらく動けなくなるだろうだから今やらなければ見えた月の糸今ここで倒すんだたとえយើងឃើញក្បាច់ដើរទៅរបស់គាត់ចេញជាទម្រង់ក្បាលនេះថែមទាំងដូរពណ៌ចេញជាពណ៌ភ្លើងវិញទៀតផងហើយក៏អាចកាត់ក្បាលឲ្យ3សាច់នឹងដាច់ឋានជីរ៉ូរបួសពេញខ្លួនសំបីតែដើរនឹងក៏អត់រួចដែរលូនមករកអូនស្រីប៉ុន្តែមានណា3សាច់នឹងអត់ទាន់ងាប់ទេដើរមកវិញដដែលថែមទាំងអាចតក្បាលខ្លួនឯងវិញបានទៀតអូចប់អរ៉ៃខំតស៊ូចង់ងាប់ហើយឥឡូវមករស់វិញដែរអញ្ចឹងហ្នឹងអា3សាច់នឹងចង់សម្លាប់ឋានជីរ៉ូចោលមីយូក៏មកទាន់善逸か俺が来る次から次に僕のジャンមីយូសរសើរឋានជីរ៉ូថាធ្វើបានល្អតស៊ូបានយូររហូតគាត់អាចមកទាន់ទៅសម្រាប់ទៅទុកឲ្យគាត់ជាអ្នកចាត់ការបិសាចនឹងចាប់ដាងវាយប្រហារមកមីយូប៉ុន្តែធ្វើឲ្យមីយូអត់កើតសំបីតែបន្តិច11の型なぎ11の型11の型がなんだなんだ何をした奴の間合いに入った途端糸がばらけたもう一度ថែមទាំងមីយូអាចកាត់ក្បាលវាបានយ៉ាងងាយស្រួលបំផុតជុំឋានជីរ៉ូខំវាយចង់ងាប់ចង់រស់វេទនាចង់ងាប់មីយូមកដាក់មកឆ្វាច់ងាប់បាត់អូគឺថាសមត្ថភាពគឺថាខុសគ្នាឆ្ងាយយកតែមែនតែននិយាយទៅសិស្សបងសិស្សប្អូនទេគ្រូក៏តែមួយដែរចាំមើលតិចទៀតឋានជីរ៉ូអាចវិវត្តខ្លួនអីទៅយ៉ាងម៉េចខ្លះដើម្បីឲ្យតាមទាន់សិស្សបងវគ្គហ្នឹងយើងចប់ត្រឹមហ្នឹងអ្នកទាំងអស់គ្នាចាំមើលវីដេអូក្រោយសិស្សបងសិស្សប្អូនគេមានអីនិយាយគ្នាអត់ព្រោះថាមិនងាយបានជួបគ្នាទេ